ជំរាបសួរពុកម៉ែបងប្អូនបងប្អូនតែសួរខ្ញុំពីរបៀបប្រើនៃឧបករណ៍របស់ PH មួយនេះហើយបងប្អូនខ្លះក៏ថាមើលមិនតន់យល់មិនសូវចេះប្រើតាមពិតឧបករណ៍នេះគឺស្រួលប្រើជាងគេឧបករណ៍មួយនេះបាទมันមានត្រូវការ set up អីទេបាទគ្រាន់តែថ្មក៏យើងមិនចាំបាច់ដាក់มันមានប្រើថ្មទេយើងក៏លេខមើលលើអេក្រង់របស់វាខាងផ្នែកខាងលើនេះពីលេខ3លេខ4រហូតដល់លេខ7ហ្នឹងអាហ្នឹងត្រាប់មើល PH បាទហើយខាងក្រោមបញ្ជាក់មកវិញលេខ8ដល់លេខ1ណាហ្នឹងសម្រាប់មើលសំណើមបាទហើយការមើលសំណើមយើងចុចអានេះចុចជាប់បើយើងអត់ចុចវាយើងមើល PH តែបើយើងចង់មើលសំណើមយើងចុចវាជាប់បាទហើយចាំតិចពិសោធន៍បងប្អូនមើលអញ្ចឹងតោះយើងមកមើលពីរបៀបប្រើទាំងអស់គ្នាបាទហើយឧបករណ៍មួយនេះគឺអត់មានភាពស្មុគស្មាញទេបងប្អូនក៏តដោតចូលដីក្នុងជម្រៅធម្មកលៈពួរទឹកមាសហ្នឹងទៅបានហើយបាទដល់បែបហ្នឹងបាទដល់បែបហ្នឹងហើយរងចាំមកសបកដើម្បីឲ្យតនិចវាដើរស្រួលនោះបាទផ្នែកខាងលើគឺយើងមើលទៅលើ PH បាទលើ PH ហើយលើតនិចវាឡើងបន្តិចម្ដងហើយក្នុងកម្រិត6ជាងបាទ PH 6ជាងបាទអាចបែរជា20សកុងអីហ្នឹងបាទ10ទៅ20សកុងអីហ្នឹងបានហើយដូច្នេះដីនេះគឺមានកម្រិត PH ក្នុងកម្រិត 6.89 ហើយបាទអញ្ចឹងហើយបងប្អូនចង់មើលពីសំណើមបងប្អូនគាត់ចុចពីចំហៀងនេះមានបតុងនៅចំហៀងនេះបងប្អូនចុចចឹងទៅបាទហើយសំណើមបាទសំណើមវារៀងសើបន្តិចដោយសារមិញខ្ញុំទៅចាក់ទឹកបាទចាក់ទឹកដើម្បីវាស្ងួតពេកដើម្បីយើងមើល pH តើដីមានសំណើមអាចមើលដីស្ងួតបានទេបាទមានសំណើមវារៀងសើបន្តិចដែរបាទយ៉ាងបលេងវាមក pH ដែរបាទដូច្នេះក្នុងតនិចខាងលើយើងអានថាដីហ្នឹងមាន pH 6.7 ទៅ 8ណាតាមជាក់ស្ដែងបន្តិចទៀតខ្ញុំនឹងណែនាំពីតើកម្រិត pH ណាវាស័ក្តិសមនឹងដំណាំអីផ្សេងៗឥឡូវតោះយើងចូលក្នុងចំណុចសំខាន់ថាហេតុអីបានជា pH វាសំខាន់ជាទូទៅដំណាំត្រូវការកម្រិត pH ពី6ទៅ7ហ្នឹងភាគដំណាំទូទៅនិយាយដំណាំភាគច្រើនយើងអាចថាដាំបានទូទៅណាតែបើយើងចង់ specific ឲ្យជាក់លាក់ទៅលើដំណាំនីមួយៗដូចប្រភេទបន្លែចំពោះបន្លែទូទៅបាទគឺត្រឹមកម្រិត pH វាពី6ទៅ 6.8 ទេបាទនេះជាចំណុចដែលល្អបំផុតសម្រាប់បន្លែដូចបន្លែស្ពៃបន្លែខាត់ណាបន្លែអីផ្សេងទូទៅចឹងគឺតែប៉ុណ្ណឹងហើយចំពោះផ្លែវិញគឺពី 5.5 ទៅ 6.5 ប្រភេទផ្លែជាដំណាំហូបផ្លែគឺប៉ុណ្ណឹងហើយចំពោះធញ្ញជាតិដូចជាស្រូវចឹងគឺពី6ទៅ 7.5 ហ្នឹងហើយជាចំណុចដែលវាល្អបំផុតសម្រាប់វាហើយដំណាំមួយចំនួនដែលវាចូលចិត្តអាស៊ីតដូចប្រភេទម្នាស់ឬក៏តែជាចំណុចពិសេសវាគឺត្រូវការពី 4.5 ទៅ 5.5 អញ្ចឹងវាធ្លាក់ដល់កម្រិតប៉ុណ្ណឹងហ្នឹងដីហ្នឹងហៅដីអាស៊ីតហើយអញ្ចឹងចុះហេតុនេះបានយើងត្រូវខ្វល់ខ្វាយពីចំណុច pH ទាបខ្ពស់ហ្នឹងពីព្រោះថាកាលណា pH វាតូចជាង 5.5 សារជាតិកាល់ស្យូមម៉ាញ៉េស្យូមនិងផូស្វ័រគឺមិនអាចស្រូបបានទេដំណាំមិនអាចស្រូបបានទេអញ្ចឹងវាធ្វើឲ្យខ្វះសារជាតិចិញ្ចឹមនៃរុក្ខជាតិមួយហ្នឹងហើយវាធ្វើឲ្យការលូតលាស់មិនបានល្អឬក៏មិនមានផ្លែមិនមានអីជាដើមបាទហើយមួយទៀតកាលណា pH វាធំជាង 7.5 អាហ្នឹងវាបិទសារជាតិដែកសង្កសីម៉ង់កណេះអញ្ចឹងបានថាធ្វើឲ្យដំណាំហ្នឹងក៏មានកង្វះសារជាតិចិញ្ចឹមដូចគ្នាដូច្នេះហើយដែលយើងត្រូវចាំបាច់ត្រូវតាមដានពីកម្រិត pH នៃដីឲ្យបានច្បាស់លាស់បាទសូមអរគុណ